សម្រាប់ការប្រកួតបាទ English Premier League នៅក្នុងសប្តាហ៍នេះគឺមិនមានទេជាក់ស្ដែងដូចបងប្អូនប្រិយមិត្តទស្សនិកជនបានទទួលជ្រាបដោយសារតែជា FIFA Day ហើយកីឡាករនីមួយៗក៏មានកាតព្វកិច្ចក្នុងការបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិរបស់គាត់រៀងៗខ្លួនបាទជាពិសេសក្នុងការប្រកួតពានរង្វាន់កម្រិតតំបន់បាទកម្រិតទ្វីបក៏ដូចជា World Cup ជាដើមបាទយើងឃើញថាសម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យម៉ោង 10:30 នាទីនៅសប្តាហ៍ក្រោយបាទថ្ងៃអាទិត្យបាទម៉ោង 10 កន្លះហ្នឹងបងប្អូនអាចនឹងមានឱកាសក្នុងការទស្សនាក៏ដូចជាចាំរងចាំតាមទស្សនាការប្រកួតរវាងបាទក្រុមបាល់ទាត់បាទក្លឹបបាល់ទាត់ហង្សក្រហម Liverpool នឹងត្រូវទទួលស្វាគមន៍បាទបិសាចក្រហម Manchester United បើយើងមើលអំពីសមិទ្ធផលរបស់ក្លឹបបាទទាំងពីរប្រហែលជាថា5ប្រកួតចុងក្រោយចុះLiverpool ហាក់ដូចជាធ្វើបានល្អទេជាពិសេស3ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Arne Slot បាទ3ប្រកួតចុងក្រោយនេះគឺផ្លត់ចាញ់ទាំង3តែម្ដងបាទក្នុងចំណោម5ប្រកួតបាទអញ្ចឹង5ប្រកួតយ៉ាងហោចណាស់ឈ្នះ2ដែរប៉ុន្តែចាញ់3នេះចាញ់ជាប់គ្នាបាទការចាញ់ទី1គឺប៉ះជាមួយនឹង Crystal Palace ចាញ់ Crystal នៅសប្តាហ៍ទី4បាទដោយលទ្ធផល2-1បន្តមកចាញ់ Galatasaray បាទដោយលទ្ធផល1-0ក្នុងពានរង្វាន់ UEFA Champions League នឹងការប្រកួតថ្មីនេះគឺទើបតែផ្លត់ចាញ់ Tokyo Chelsea 2-1បាទអញ្ចឹង3ប្រកួតចុងក្រោយ Liverpool គឺផ្លត់ចាញ់ទាំង3ប្រកួតតែម្ដងដោយឡែកការជួបគ្នារវាងក្រុមបិសាចក្រហម Manchester United គឺយើងឃើញថា Manchester United ស្ថិតិល្អជាងបន្តិចដោយសារតែ5ប្រកួតចុងក្រោយរបស់គេគឺឈ្នះ3ប្រកួតនិងចាញ់2ប្រកួតបាទដែលនៅក្នុងនោះការប្រកួតដែល Man U ចាញ់គឺចាញ់ Brentford 3-1ដោយបងប្អូនបានដឹងអញ្ចឹងហើយនឹងចាញ់ Manchester City បាទដោយលទ្ធផល3-0ប៉ុន្តែការប្រកួតចុងក្រោយយើងឃើញថា Man U បែរជាធ្វើបានល្អដោយសប្តាហ៍មុនគឺបាទសប្តាហ៍មុននោះគឺឈ្នះ Sunderland ដោយលទ្ធផល2-0នៅក្នុងដីរបស់ខ្លួនឯងបាទអញ្ចឹងការប៉ះជាមួយនឹង Liverpool នេះបើយើងមើលអំពីស្ថិតិនិងទម្រង់ក៏ដូចជាពីការតាំងចិត្តបាទរបស់កីឡាករដូចជាគ្រូបង្វឹកខ្ញុំមានអារម្មណ៍ថាLiverpool អាចនឹងចង់ពិបាកជាមួយនឹង Man U នៅសប្តាហ៍បាទសប្តាហ៍ក្រោយនេះព្រោះដោយសារតែបើយើងនិយាយពីលោក Arne Slot កំពុងតែមានសម្ពាធដែរដោយសារតែ3ប្រកួតចុងក្រោយគឺធ្វើអត់បានល្អទេបាទធ្វើអត់បានល្អទេហើយបើ Man U គេកំពុងតែធ្វើបានល្អដោយសប្តាហ៍មុនឈ្នះបាទអញ្ចឹងលោក Ruben Amorim ក៏នឹងដាក់គោលដៅយ៉ាងមុតមមដែរដើម្បីលោកអាចរក្សាកៅអីរបស់គាត់នៅក្នុងការដឹកនាំបាទ Manchester United បន្តទៀតបាទនៅការប្រកួតបន្តព្រោះដោយសារគូបង្វឹកអត់ដូចកីឡាករទេសកាព្រោះដោយសារការបញ្ចប់កុងត្រាត្រូវបញ្ចប់ភ្លាមមកបាទអត់ទុកយូរទេបាទអញ្ចឹងយើងឃើញថាការប្រកួតនេះបើយើងងាកទៅចាប់អារម្មណ៍អំពីការប្រកួតកន្លងទៅរវាងក្រុមទាំងពីរខ្ញុំទៅក្រុមម្ចាស់ផ្ទះមុនសម្រាប់ Liverpool យើងឃើញថាតំបន់ការពារបកគាត់ល្អគួរសមប៉ុន្តែយ៉ាងណាមិញពីច្រើនក៏ផ្លាត់មកគ្រាប់បាទដូចជា Ibrahima Konate កីឡាករ Van Dijk នេះសិតសឹងតែជាកីឡាករដែលសំខាន់ណាស់ក៏ជាកីឡាករ Snow ខ្សែការពារកណ្ដាលហើយបញ្ហាត្រង់ថាតើ Liverpool មានបញ្ហាកីឡាករដែលចាំទីបន្តិចទេបាទកីឡាករដែលចាំទីរបួសកីឡាករសំខាន់ហើយបើយើងនិយាយពីតំបន់កណ្ដាលរបស់ Liverpool ឥឡូវនេះអត់ខ្វះទេបាទអត់ខ្វះតែម្ដងបាទតំបន់កណ្ដាលអញ្ចឹងមាន Szoboszlai មាន Alexis McAllister មានកីឡាករWord ហើយ The Light បើយើងទៅមើលតំបន់ខាងលើវិញក៏សម្បូរដែរបាទមាន Ekitike បាទជាពិសេសកីឡាករ Alexander Isak ដែលអ្នកទាំងអស់គ្នាក៏ដូចជាបងប្អូនប្រជាជនរងចាំមើលក៏ដូចជាតាមដានអំពីលទ្ធផលក៏ដូចជាសមិទ្ធផលរបស់គាត់តើគាត់អាចនឹងធ្វើល្អដូចតែគាត់នៅ Newcastle ឬអត់ហើយមានកីឡាករមួយចំនួនទៀតដូចជា Cody Gakpo គឺជាកីឡាករខ្សែប្រយុទ្ធដែរដែលតែងតែរកបានគ្រាប់បាល់រឿយៗជាពិសេសការបញ្ចប់ទីនៅក្រៅប្រអប់បាទគ្រោះថ្នាក់បាទរបស់គូប្រកួតបាទខ្ញុំចាប់អារម្មណ៍ថា Liverpool បញ្ហាតែតិចទេអ្នកចាំទីហើយក្រៅពីហ្នឹងគឺដូចជាមិនអីទេបាទដោយឡែកយើងទៅ Man U ដោយសារពេលវេលាយើងខ្លីដែរ Man U ខ្ញុំមើលទៅអំពីអ្នកចាំទីខ្ញុំគិតថាលោក Ruben Amorim នឹងបន្តប្រើប្រាស់ Sinelemon ក្រោយពីការបង្ហាញវត្តមានដំបូងរបស់ Sinelemon ដែលជាកីឡាករវ័យក្មេងដែលនាំចូលមកនេះគឺលទ្ធផលល្អក៏ប្រសើរឈ្នះ Sunderland 2-0បាទអញ្ចឹងខ្ញុំគិតថា Sinelemon អាចនឹងបង្ហាញវត្តមានបាទជាមួយនឹង Hong Kong Liverpool នៅថ្ងៃអាទិត្យ
បាទទី19បាទនៅសប្តាហ៍ក្រោយមក10កន្លះហើយព្រោះខ្ញុំជឿជាក់យ៉ាងមុតមមថាលោក Robin Amorim នឹងរក្សាទូនីតិក៏ដូចតម្លៃនេះជំនួសកីឡាករ Altay Baynder បាទខ្សែការពារខ្ញុំគិតថាលោក Robin Amorim នឹងបន្តប្រើប្រាស់កីឡាករសំខាន់ដដែលជាពិសេសមានលោកសមាន Matthijs de Ligt និងកីឡាករ Euro បាទជាដើមព្រោះថាតែ Euro និងកីឡាករ Harry Maguire តែងតែផ្លាស់ប្ដូរជំនួសគ្នាទៅវិញទៅមកហើយនឹង Diego Dalot អីសិតសឹងតែជាកីឡាករស្នូលសំខាន់ហើយមួយទៀត Casemiro បាទអាចនឹងរក្សាខ្លួនព្រោះដោយសារតែទើបតែទទួលបានការកំហុសនៅ2សប្តាហ៍មុនហើយសប្តាហ៍មុនមួយទៀតចូលលេងវិញហើយក៏កាត់លឿងទៀតបាទ Casemiro អញ្ចឹង Casemiro នឹងត្រឡប់មកវិញបន្តទៀតនៅក្នុងការជួបគ្នារវាងហង្សក្រហម Liverpool និងយើងឃើញថា Bruno គឺមិនខកខានទេបាទ Bruno Fernandes ហើយនឹងកីឡាករ Snow 3បាទនៅខាងលើ Matheus Cunha កីឡាករ Cisco ហើយនឹងកីឡាករ Brian Mbeumo ហ្នឹងសិតសឹងតែជាកីឡាករដែល Man U គាត់បានទេបាទអញ្ចឹងខ្ញុំគិតថា Man U ហាក់ដូចជាមិនជាបញ្ហាទេប៉ុន្តែអាចនឹងមានការផ្លាស់ប្ដូរមួយចំនួននៅតំបន់ខ្សែការពារនិងអាចនឹងរក្សាអ្នកចាំទីដដែលបាទសម្រាប់Man U បាទអញ្ចឹងបើយើងក៏លេចទៅមើលអំពីចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី7ដោយការពីម្សិលមិញខ្ញុំបាទជម្រាបជូនហ្នឹងក្រុមកំភ្លើងធំ Arsenal នៅតែរក្សាខ្លួននៅកំពូលតារាងដដែលដោយមាន16ពិន្ទុបាទឆ្លងកាត់ការប្រកួត7ប្រកួតកន្លងទៅ Arsenal គេចាញ់តែមួយប្រកួតទេហើយស្មើមួយនឹងឈ្នះ5ដោយឡែក Liverpool គឺជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ2បាទនៅ English Premier League ដែលមាន15ពិន្ទុឆ្លងកាត់ការប្រកួតផ្លត់ចាញ់2ប្រកួតនិងឈ្នះ5ប្រកួតដោយឡែក Man U វិញគឺជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ10បាទនៅពេលបច្ចុប្បន្នមាន10ពិន្ទុហើយឆ្លងកាត់ការប្រកួត7ប្រកួតកន្លងទៅស្មើ1ចាញ់3និងឈ្នះ3នៅ English Premier League អញ្ចឹងប្រសិនបើហង្សក្រហម Liverpool គេអាចយកឈ្នះក្នុងករណីដែល Arsenal ចាញ់អញ្ចឹង Liverpool គេនឹងហក់ទៅកំពូលតារាងវិញហើយប៉ុន្តែប្រសិនបើ Man U វិញបាទ Man U ប្រសិនបើគេឈ្នះហង្សក្រហម Liverpool គេអាចនឹងហក់ទៅចំណាត់ថ្នាក់អាចថា top 7ឬក៏អាចចំណាត់ថ្នាក់លេខ7ឬ8បាទពីលេខ10ទៅផ្លោះបាន2លេខដែរបាទហើយនឹងប្រសិនបើចាញ់អាចនឹងរក្សាខ្លួននឹងដដែលឬក៏ធ្លាក់ក្រោមលេខ10ទៀតបាទសម្រាប់ Man U ប៉ុន្តែបើស្មើក៏ខ្ញុំគិតថាគាត់អាចនឹងរក្សាខ្លួនដដែលឬក៏រំកិលមួយលេខ2លេខបាទអញ្ចឹងនៅក្នុងនេះព្រោះដោយសារតែយើងឃើញថាក្រៅពី Arsenal ដែលឈរនៅលេខ1 Liverpool លេខ2ក៏មាន Spurs នៅលេខ3ដែរបើរម៉ៅលេខ4និង Man City លេខ5បាទអញ្ចឹងសម្រាប់ខ្ញុំគិតថាការប្រកួតនេះសង្ខេបមកដោយសារពេលវេលារបស់យើងក៏យើងខើចដែរហើយខ្ញុំគិតថាបើ Man U អាចនឹងធ្វើបានល្អជាងបាទជាមួយនឹង Liverpool ព្រោះដោយសារតែខ្ញុំគិតថាលោក Arne Slot កំពុងតែមានសម្ពាធហើយទៅលើការប្រកួតកន្លងទៅព្រោះថាលោកបារម្ភដែរបើសិនប៉ះ Man U ផ្លត់ចាញ់ទៀតអញ្ចឹងនឹង4ប្រកួតជាប់គ្នាចាញ់ហើយបាទដល់ឡែក Man U លោក Robin Amorim នឹងដាក់គោលដៅថាទៅម៉េចឲ្យឈ្នះបន្តទៀតព្រោះថាលទ្ធផលឈ្នះចាញ់កន្លងទៅបាទអញ្ចឹងសម្រាប់ខ្ញុំគិតថា Man U អាចនឹងមានលទ្ធផលល្អប្រសើរជាង Man U អាចនឹងទៅយក3ពិន្ទុពីទឹកដី Anfield របស់ Liverpool ចុះសុខាវិញសម្រាប់ខ្ញុំគិតថាគូនេះបើសិនជាអាចគឺស្មើគ្នាបាទពីព្រោះនិយាយថា Man U គឺគាត់ចង់បាន3ពិន្ទុបើសិនជាបានគឺរត់តែល្អប៉ុន្តែយ៉ាងណាបានត្រឹមតែស្មើក៏រាប់ថាល្អដែរបាទអញ្ចឹងតើតើជាមួយនឹងការប្រកួតខ្ញុំបាទយល់ឃើញបែបនេះឯងបាទសម្រាប់សកាគិតថាស្មើដែរបាទប្រិយមិត្តទស្សនិកជនក៏អាចចូលរួមមកទូទាយដែរតាមរយៈការ live នៅលើបណ្ដាញសង្គម Facebook Page បាទ CTV Sport របស់យើង